បងប្អូនគួរតែយល់ដឹងអំពីបញ្ហាមួយចំនួនទាក់ទងនឹងការដាក់ឆ្នោតរបស់បងប្អូនដើម្បីជៀសវាងការសោកស្ដាយជៀសវាងការដាក់ឆ្នោតទៅមិនបានជោគជ័យបងប្អូនខ្លះដាក់បានជោគជ័យបានជាប់ហើយបែរជាទៅសម្ភាសមិនបានជោគជ័យដោយសារតែកំហុសខ្លួនឯងបានបង្កើតដោយសារការមិនដឹងអញ្ចឹងខ្ញុំនឹងប្រមូលនៅបញ្ហាសំខាន់មួយចំនួនខ្ញុំបូកទៅប្រហែលជា10ចំណុចហើយខ្ញុំនឹងព្យាយាមបញ្យល់តាមតែអ្វីដែលខ្ញុំអាចធ្វើទៅបានដើម្បីឲ្យបងប្អូនបានយល់ហើយនឹងបង្ការខ្លួនឯងនៅថ្ងៃក្រោយជាពិសេសនៅពេលដែលដាក់ឆ្នោតនេះក៏ដូចជាprocess បន្តទៅមុខទៀតសួស្តីបងប្អូនទាំងគ្នាខ្ញុំម៉ានិតជាអ្នកជាប់ឆ្នោត DV ឆ្នាំ2020ថ្ងៃនេះខ្ញុំនឹងព្យាយាមប្រមូលនៅមូលហេតុមួយចំនួនដែលធ្វើឲ្យបងប្អូនមានបញ្ហានៅក្នុងការដាក់ឆ្នោតក៏ដូចជានៅក្នុងការបំពេញក៏ដូចជានៅក្នុងការដែលបងប្អូនទៅសភាហើយបរាជ័យណាហើយនៅក្នុងចំណុចទាំងអស់នេះសិតតែបងប្អូនឆ្នាំត្មិញឆ្នាំទី1ឬក៏អ្នកដែលលេងឆ្នោតទាំងមូលជួបទាំងអស់ណាហើយជាបញ្ហាដែលជួបជាញឹកញាប់អញ្ចឹងបងប្អូនត្រូវប្រយ័ត្នហើយខ្ញុំនឹងព្យាយាមកោះវាមកហើយព្យាយាមបញ្យល់បងប្អូនមួយទៅតាមអ្វីដែលខ្ញុំអាចធ្វើបានឲ្យបងប្អូនបានយល់បងប្អូនបានបង្ការខ្លួនឯងនៅក្នុងការលេងឆ្នោតនេះពីដើមរហូតដល់ចប់ឥឡូវយើងចូលទៅដល់បញ្ហាទី1ដែលសំខាន់ហើយឆ្នាំត្មិញនេះមានបងប្អូនយើងធ្លាក់គឺបញ្ហារូបថតឥឡូវនេះគឺរឿងរូបថតទាំងនៅក្នុង group Telegram ខ្ញុំទាំងបងប្អូននៅខាងក្រៅគឺទៅជែកគ្នាសម្បើមណាស់ហើយមានបងប្អូនខ្លះគាត់អត់បានយល់ដឹងអំពីរូបថតគឺគាត់ surprise ពេលខ្លះគាត់ថាគាត់ដាក់អត់ដឹងផងណាមិនដឹងថារូបថតនៅពេលដាក់ឆ្នោតវាសំខាន់វាមានលក្ខខណ្ឌអីតឹងតែងដល់ថ្នាក់ហ្នឹងអញ្ចឹងបញ្ជាក់ណាបងប្អូនសម្រាប់ឆ្នោត DV លក្ខខណ្ឌរូបថតគឺសំខាន់បងប្អូនត្រូវចាំកុំថាថតមិនក៏បាននោះសំខាន់បងប្អូនកុំពេបែរូបថតដែលបងប្អូនដាក់ឆ្នោតគឺមានលក្ខខណ្ឌខ្ញុំនិយាយត្រួសគឺជារូបថតដែលថតបានមានពន្លឺល្អរូបថតភ្លឺច្បាស់ល្អមានទំហំ600 x 600 pixel ទំហំ kilobyte មិនឲ្យធំជាង240 kilobyte ជាប្រភេទទំហំជាប្រភេទរូបថត JPEG ឬក៏ JPG ណាមិនប្រើ format ផ្សេងហើយបងប្អូនពេលតែថតរូបបងប្អូនត្រូវតែមិនពាក់វ៉ែនតាមិនពាក់មួកខ្សែកអាចពាក់បានកវិលអាចពាក់បានតែមានបងប្អូនមួយចំនួនគាត់ថាពាក់មិនបានអូខេអាហ្នឹងបើមិនពាក់ក៏មិនអីដែរតែក៏ពាក់ក៏មិនអីដែរណាបងប្អូនចង់តវ៉ាអាច comment ខ្ញុំនឹងបង្ហាញបងប្អូនហើយបងប្អូនខ្លះដែលជាជនជាតិឥស្លាមគាត់អាចមានករណីលើកលែងខ្លះក្នុងការពាក់នេះរបស់គាត់តែកុំឲ្យពាក់បាំងមុខអីចឹងទៅប្រសង់អាចពាក់ស្បង់ជីវរក្នុងការថតរូបបានណាហ្នឹងហើយនេះរូបថតអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវដឹងពីលក្ខខណ្ឌនឹងមួយចំនួនបើសិនជាបងប្អូនមិនតាន់សូវយល់ច្បាស់ព្រោះខ្ញុំនិយាយខ្លីបងប្អូនទៅមើលវីដេអូបងប្អូនយើងដទៃក៏បានឬទៅអាននៅក្នុងលក្ខខណ្ឌផ្ទាល់តែម្ដងនៅក្នុង website ក៏បានដែរណាហ្នឹងហើយខ្ញុំនិយាយត្រួសណាហើយអ្វីដែលបងប្អូនធ្វើខុសដែលជាបញ្ហាធ្លាក់ឆ្នោតឬក៏មិនមានឱកាសក្នុងការទៅចាប់ឆ្នោតគឺបងប្អូនប្រើរូបថតចាស់បងប្អូនប្រើរូបថតចាស់ដែលធ្លាប់ដាក់ពីមុនមកហើយពី3ឆ្នាំមុនធ្លាប់ដាក់ហើយឆ្នាំមុនធ្លាប់ដាក់ហើយបងប្អូនដាក់ទៀតនៅក្នុង system គេចាប់រូបនឹងចប់ហើយអញ្ចឹងបងប្អូនដាក់ទៅទៀតរូបថតដដែលគេចាប់បានស្មើនឹងរូបថតលើសពី6ខែគឺគេអត់ឲ្យបងប្អូនមានឱកាសក្នុងការយកទៅចាប់ឆ្នោតទេរូបថតធ្លាប់ដាក់ហើយមួយរូបថតដែលថតលើសពីរយៈពេល6ខែក៏มันមានសិទ្ធិក្នុងការដាក់ចូលដែរណាក៏ប៉ុន្តែសម្រាប់រូបថតនេះអ្វីដែលខ្ញុំគិតមិនសុទ្ធតែឲ្យតែលើសពី6ខែមានបញ្ហាទេពីព្រោះទោះបីជា system គេមានឧបករណ៍ក្នុងការចាប់រូបថតមែនក៏ប៉ុន្តែខ្ញុំជឿថាគេមិនមែនយកតែកតាណាមួយចាប់ចោលទេគេតល់តែមានកតាប្រមាណឡើងទៅខ្ញុំឧទាហរណ៍អញ្ចឹងបានគេចាប់ចោលពីព្រោះកន្លងមកក៏មានបងប្អូនយើងថតរូបដែលមានថ្ងៃទីខែឆ្នាំថយទៅក្រោយ 4-10 ឆ្នាំក៏មានដែរចឹងបងប្អូនដែលទៅថតជាងសូមឲ្យជាងមើលថ្ងៃខែដែលគាត់សិតនៅក្នុងកាមេរ៉ាច្បាស់បើមិនមានបញ្ហាច្រើនក៏អាចមានបញ្ហាតិចដែលគេឲ្យបន្ទុកឬក៏គេចាប់យើងគេហៅ flag ណា flag បានន័យថាគេចាប់កំហុសយើងបើសិនជាយើងតិចតួចគេឲ្យកាតលឿងបើសិនជាយើងខ្លាំងគេឲ្យកាតក្រហមទាត់យើងចោលមិនយកទៅចាប់ឆ្នោតតែម្ដងនៅរូបថតដែលថតចាស់ណាគេមាន system ចាប់អញ្ចឹងបងប្អូនត្រូវប្រយ័ត្នរូបថតទៀតគឺត្រូវរូបថតច្បាស់ណាយើងថតអត់ច្បាស់រូប blur រូបអីហើយការដែលរូបថតដែលយើងកាត់យកមកដាក់នៅក្នុងរូបក៏មិនមែនចេះតែកាត់តាមតែថតមកកាត់មិនក៏បានដែរបងប្អូនត្រូវដឹងពីលក្ខខណ្ឌថារូបថតគឺមានទំហំក្បាលត្រឹមត្រូវមានកម្ពស់ភ្នែកត្រឹមត្រូវ background គេមានកំណត់ត្រឹមត្រូវ background ពណ៌សឬក៏ពណ៌បន្លំសអញ្ចឹងទៅកម្ពស់មុខ
របស់យើងពីចន្លោះ50ទៅ69កម្ពស់ភ្នែកពី50ទៅ69ដូចគ្នាណាអាវមកសំរុំយើងកុំពាក់អាវកលេកាឡាអីខ្លាំងពេកទោះបីជាគេមិនថានឹងខុសតែយើងមើលមកសំភ្នែកណាបងប្អូនអាវខ្ញុំលើកទឹកចិត្តយកអាវដូចជាខៀវកម្ៅឬក៏ប្រផេះដែលវាមិនស៊ីជាមួយនឹង background ណាព្រោះ background យើងយកសបើសិនជាយើងពាក់អាវសឬអាវរៀងប្លង់សអីវាស៊ីគ្នាអញ្ចឹងបងប្អូនអាចរៀងកម្ៅទៅឬក៏ខៀវឬក៏ប្រផេះអញ្ចឹងទៅអានេះគ្រាន់តែជាការលើកទឹកចិត្តរបស់ខ្ញុំទេបងប្អូនពាក់អីពាក់ទៅឲ្យតែគិតថាសមភ្នែកខ្លួនឯងណាតែហាមពាក់ខោអាវសម្លៀកពាក់លក្ខណៈឯកស្ថាននេះគឺជាលក្ខខណ្ឌអញ្ចឹងបងប្អូនផ្លេចបន្តទៀតចំណុចទី2យើងនិយាយចំណុចទី2គឺបងប្អូនដាក់ឆ្នោតបងប្អូនអត់ដឹងថាតើលក្ខខណ្ឌឆ្នោតគេតម្រូវអីគឺគេតម្រូវឲ្យមានសញ្ញាបត្រយ៉ាងហោចសញ្ញាបត្របាក់ឌុបឬក៏សញ្ញាបត្រមានតម្លៃស្មើបើបងប្អូនអត់មានសញ្ញាបត្រដែលមានតម្លៃស្មើបាក់ឌុបអត់មានបាក់ឌុបបងប្អូនមានលក្ខខណ្ឌមួយទៀតបើសិនជាអាចធ្វើបានគឺលក្ខខណ្ឌការងារដែលការងារគឺជាការងារដែលរយៈពេល5ឆ្នាំចុងក្រោយបងប្អូនត្រូវមានបទពិសោធន៍យ៉ាងហោច2ឆ្នាំទៅលើការងារនឹងហើយជាការងារប្រភេទទទួលបានការបណ្ដុះបណ្ដាលវែង2ឆ្នាំឡើងទៅតែបើបងប្អូនមិនចង់ខ្វល់រឿងហ្នឹងបងប្អូនយកការងារដែលបងប្អូនធ្វើរាល់ថ្ងៃយកទៅឆែកនៅក្នុងwebsite ក្រសួងការងារ ONET ហ្នឹងទៅបងប្អូនចូលទៅឆែកទៅឃើញឲ្យតែបន្ទុកនៃការងារបងប្អូនធ្វើរាល់ថ្ងៃមាននៅក្នុង job zone 4ឡើងទៅមានបន្ទុក SVP 7ឡើងទៅគឺអូខេណាតែបងប្អូនត្រូវចាប់មួយទៀតគឺបងប្អូនត្រូវមានបទពិសោធន៍ការងារយ៉ាងហោច2ឆ្នាំក្នុងរយៈពេល5ឆ្នាំចុងក្រោយជួនកាលបងប្អូនមានការងារនឹងមែនប៉ុន្តែបងប្អូនឈប់ធ្វើវា5ឆ្នាំហើយណាបងប្អូនឈប់ធ្វើវា5ឆ្នាំហើយអញ្ចឹងបងប្អូនមាន2ឆ្នាំចុងក្រោយបងប្អូនមានបទពិសោធន៍បើបងប្អូនអត់ធ្វើការប៉ុណ្ណឹងអាហ្នឹងក៏អត់បានដែរណាទោះបីជាបងប្អូនធ្លាប់ធ្វើការនឹងពីមុនមកក៏ដោយណាគេនិយាយបច្ចុប្បន្នថយទៅ2ឆ្នាំនោះបងប្អូនត្រូវតែក្នុងរយៈពេល5ឆ្នាំចុងក្រោយយ៉ាងហោចយើងមាន2ឆ្នាំខ្ញុំនិយាយទ្រុសទេបងប្អូនបើខ្ញុំនិយាយវែងជាងហ្នឹងបងប្អូនអាចធុញពីមានបងប្អូនខ្លះគាត់ថាខ្ញុំនិយាយវែងពេកតែចេតនារបស់ខ្ញុំនិយាយវែងឲ្យបងប្អូនយល់អូខេអញ្ចឹងបងប្អូនខ្លះគឺគាត់អត់យល់ពីក្នុងករណីថាលក្ខខណ្ឌឆ្នោតគឺយ៉ាងម៉េចគាត់ចេះតែដាក់អ្នកខ្លះគាត់លើថាអូឲ្យទៅរៀនជាប់ថារៀនដល់ថ្នាក់ទី2គាត់ធ្លាក់ថ្នាក់ទី2គាត់ដាក់ឆ្នោតដែរអត់គ្រប់ទេបងប្អូនយ៉ាងហោចមានសញ្ញាបត្រថ្នាក់ទី2មានបងប្អូនខ្លះគាត់យល់ថាឮគេថាសញ្ញាបត្របញ្ញាបត្ររងដាក់បានបើបងប្អូនគិតថាសញ្ញាបត្របងប្អូនស្មើឬក៏លើសសញ្ញាបត្របាក់ឌុបពីព្រោះក្រៅពីសញ្ញាបត្របាក់ឌុបបងប្អូននឹងប្រឈមនឹងការគេវាតម្លៃសញ្ញាបត្របងប្អូនមកនៅពេលសម្ភាសវាអាស្រ័យទៅលើសាលាដែលបងប្អូនរៀនអាស្រ័យទៅលើបន្ទុកដែលបងប្អូនរៀននៅក្នុងសាលាទៀតណាខ្ញុំនិយាយតែប៉ុណ្្នឹងខ្លីៗបងប្អូនដែលយកបទពិសោធន៍ការងារក៏ដូចគ្នាវាអាស្រ័យទៅលើការងារដែលបងប្អូនធ្វើរាល់ថ្ងៃជួនកាលបងប្អូនយកទៅឆែកបន្ទុកការងារបងប្អូនវាគ្រប់តែធៀបពិតអាមុខតំណែងដែលបងប្អូនធ្វើនៅក្នុងក្រុមហ៊ុនបងប្អូនឬក៏កន្លែងបងប្អូនធ្វើការហ្នឹងវាអត់គ្រប់ជាមួយនឹងអ្វីដែលគេគិតខ្ញុំឧទាហរណ៍បងប្អូនខ្លះគាត់បើកអាជីវកម្មខ្លួនឯងគាត់ដាក់គាត់ជា CEO ជាប្រភេទអាជីវកម្មផលិតប៉ាណូឬក៏ផលិតផ្ទាំង banner ទូយនេះណាហើយគាត់ដាក់គាត់ជា CEO ដែរណាខ្ញុំឧទាហរណ៍ណាបងប្អូនដើម្បីបងប្អូនយល់អញ្ចឹងអាហ្នឹងក៏បើសិនគេធៀបពី JD របស់គាត់មានមែនក៏តែមើលទំហំការងារគឺវាអាចទៅរួចអញ្ចឹងក៏គេមិនទទួលស្គាល់កំហុសទី3គឺបងប្អូនបំពេញអត់ត្រូវគ្នារវាង DS 5501និង DS 260បងប្អូនត្រូវដឹងថាទម្រង់ដែលបងប្អូនបំពេញដាក់ឆ្នោតគឺទម្រង់ DS 5501ឬក៏យើងហៅថា EDV អញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នក្នុងការបំពេញក្នុង DS 5501ឬក៏បំពេញពាក្យដាក់ឆ្នោតយ៉ាងដូចម្ដេចបងប្អូនត្រូវបំពេញនៅក្នុង DS 260នៅពេលរបស់តែបងប្អូនជាប់ឆ្នោតនឹងដូចគ្នាបើសិនជាខុសតិចតួចខ្ញុំអត់លើកទឹកចិត្តឲ្យខុសទេតែបើសិនជាខុសដោយអចេតនាដោយគេហៅ human error អញ្ចឹងយើងជៀសវាងមួយរួចខុសតិចតួចយើងអាចដោះស្រាយបានតែបើសិនជាខុសលក្ខណៈធ្ងន់ធ្ងរវាអាចជាបញ្ហាគេមិនឲ្យបងប្អូនជាប់ក៏យើងមិនទៅធ្វើអីគេកើតដែរហើយកំហុសទាំងនោះខ្ញុំលើកឧទាហរណ៍បន្ថែមទៀតដូចជាបងប្អូនទៅសេថ្ងៃខែឆ្នាំកំណើតខបងប្អូនទៅសេឈ្មោះខបងប្អូនទៅសេប្រទេសមានសិទ្ធិលេងឆ្នោតខុសជួនកាលយើង Cambodia យើងទៅដាក់ Cameroon បងប្អូនទៅជ្រើសរើសស្ថានភាពគ្រួសារខុសអានឹងគឺជាការបំពេញខុសហើយណាបងប្អូននៅក្នុងនេះបងប្អូនខុសនៅ DS 260ធៀបមកគឺខុសគ្នាឬក៏បងប្អូនបំពេញខុសជាកំហុសតែម្ដងនេះខុសហើយសរុបរួមចំណុចទី3គឺបងប្អូនបំពេញខុសណាខុសតិចតួចអូខេខុសខ្លាំង no អូខេខ្ញុំបញ្ជាក់ណា
ខុសវាមានខុសតិចតួចដែលគេលើកលែងបាននិងខុសគេលើកលែងមិនបានខុសតិចតួចបើសិនជាចំនួនតិចធៀបជាមួយនឹងខុសតិចតួចនឹងចំនួនច្រើនក៏អាចជាបញ្ហាដែរខុសតិចតួចចំនួនតិចគេអាចលើកលែងឲ្យក៏ប៉ុន្តែបើខុសអាតិចតួចហ្នឹងតែវាបូកគ្នាច្រើនអាហ្នឹងក៏គេអាចមិនលើកលែងឲ្យដែរនៅក្នុងការបំពេញឆ្នោត DS5501 ហ្នឹងបងប្អូនមានកន្លែងខ្លះគេលើកលែងឲ្យក៏ប៉ុន្តែកន្លែងខ្លះគេមិនលើកលែងឲ្យទេខ្ញុំឧទាហរណ៍ដូចជាការជ្រើសរើសស្ថានភាពគ្រួសារខុសគឺខុសហើយណាខ្ញុំនឹងធ្វើវីដេអូនិយាយពីស្ថានភាពគ្រួសារបងប្អូនយល់ចំណុចទី4ជាចំណុចសំខាន់ដែលបងប្អូនយើងច្រើនតែភ្លេចឬក៏បងប្អូនខ្លះច្រើនតែខ្ជិលបងប្អូនខ្លះដឹងហើយតែធ្វើសិនដោយសារគាត់អត់បានដឹងអំពីលក្ខខណ្ឌឆ្នោតចំណុចទី4នេះគឺបងប្អូនមិនបានចុះឈ្មោះប្តីប្រពន្ធឬកូនខ្លួនឯងនៅក្នុងឆ្នោតទាំងដែលពួកគាត់គឺជាអ្នកដែលមានសិទ្ធិជាអ្នកទទួលសិទ្ធិតាមច្បាប់គ្រប់គ្រាន់នៅក្នុងគ្រួសារបងប្អូនបើសិនជាពួកគាត់មានសិទ្ធិក្នុងការចូលរួមបងប្អូនត្រូវតែដាក់គាត់ទោះបីជាគាត់ចង់ឬគាត់មិនចង់គាត់នៅជាមួយឬគាត់មិននៅជាមួយខ្ញុំឧទាហរណ៍មួយបើសិនជាក្នុងគ្រួសារបងប្អូនមានគ្នា4នាក់ហើយបងប្អូនមានសម្បត្តិពីអញ្ចឹងចំនួនសមាជិកបងប្អូនដែលត្រូវដាក់គឺប្តីប្រពន្ធនិងកូនទាំងពីរខ្ញុំឧទាហរណ៍តែកូនទាំងពីរហ្នឹងគឺជាកូនដែលមានសិទ្ធិចូលរួមគឺជាកូនដែលមានអាយុក្រោម21ឆ្នាំមិនទាន់រៀបការអញ្ចឹងបងប្អូនត្រូវដាក់គាត់ចូលណាត្រូវដាក់គាត់ចូលតែបងប្អូនខ្លះនៅពេលជួនកាលកូនមួយគាត់ទៅនៅជាមួយយាយជីដូនឬក៏ពូមីងគាត់ពិបាកក្នុងការយករូបថតក៏គាត់ដាក់តែ3នាក់ការបំពេញបែបនេះគឺខុសបងប្អូនខ្លះគាត់មានបញ្ហាជាមួយប្រពន្ធអត់និយាយគ្នាក្នុងរយៈពេល2-3ថ្ងៃហ្នឹងដល់ថ្ងៃគេបិទឆ្នោតគាត់ខ្ជិលទៅយករូបថតគាត់ចង់ឈ្នះចង់ចាញ់គាត់មិនទៅយករូបថតគាត់បំពេញតែគាត់ជាមួយនឹងកូនអ្នកកូនដែលអាចយករូបថតបាននេះគឺជាការភ្លេចបំពេញសមាជិកខ្លួនឯងចូលនឹងក៏ជាមូលហេតុឲ្យយើងធ្លាក់ដែរមានមួយចំនួនទៀតបងប្អូនខ្លះគាត់យល់ច្រឡំគាត់ត្រឹមតែជាគូដណ្ដឹងគាត់ត្រឹមតែជាសង្សារអ្នកខ្លះរហូតដល់ត្រឹមជាមិត្តភក្តិទេតែគាត់បំពេញបញ្ចូលនៅក្នុងឆ្នោតរបស់គាត់នៅក្នុងឆ្នោតក្រៅពីសមាជិកគ្រួសារផ្ទាល់របស់យើងប្តីប្រពន្ធកូនមិនអាចបំពេញអ្នកណាចូលបានទេកាលណាយើងបំពេញអ្នកដែលមិនមានសិទ្ធិទទួលផលពីយើងគឺមិនមានសិទ្ធិវាធ្វើឲ្យយើងនឹងខុសពីលក្ខខណ្ឌឆ្នោតធ្លាក់ទៀតផងអញ្ចឹងការបំពេញសមាជិកគ្រួសាររបស់យើងចូលគឺជារឿងសំខាន់ការបំពេញសមាជិកដែលមិនមែនជាអ្នកទទួលផលឬក៏សមាជិកគ្រួសាររបស់យើងផ្ទាល់ចូលក៏ជាបញ្ហាដែរលើសពីនឹងទៅទៀតមានបងប្អូនខ្លះគាត់គិតថាគាត់មកគ្រួសារគាត់ពេលខ្លះប្រពន្ធមិនចង់ទៅអញ្ចឹងគាត់អត់ដាក់ទេព្រោះអត់ទៅដដែលគាត់មិនដាក់ពេលខ្លះគាត់មិនដាក់កូនទេដោយសារកូនមិននៅជាមួយគាត់ហើយកូននឹងក៏មិនចង់ទៅជាមួយគាត់អញ្ចឹងគាត់មិនដាក់ព្រោះដាក់ក៏មិនដាក់ធ្វើអីបើគាត់មិនទៅដែរខ្ញុំបញ្ជាក់ណារឿងលក្ខខណ្ឌគឺលក្ខខណ្ឌរឿងពួកគាត់មិនចង់ទៅរឿងពួកគាត់មិនចង់ទៅលក្ខខណ្ឌឲ្យដាក់គឺដាក់ណាគាត់មិនចង់ទៅយើងមាននីតិវិធីនៅពេលជាប់ឧទាហរណ៍នៅពេលជាប់យើងមាននីតិវិធីក្នុងការធ្វើឧទាហរណ៍ថានៅពេលដែលយើងជាប់ហើយបើគាត់មិនចង់ទៅយើងគ្រាន់តែបំពេញ DSB រហូតពួកគាត់ទៅហើយស្រេចថាគាត់មិនទៅទេគឺចប់រឿងតែបើសិនជាបងប្អូនគិតតាមអ្វីដែលបងប្អូនយល់ខ្លួនឯងមិនដាក់គាត់គឺបងប្អូននឹងស្ដាយក្រោយព្រោះវាជាកំហុសអញ្ចឹងបងប្អូនត្រូវតែសិក្សាឲ្យវាច្បាស់មុនបងប្អូនបំពេញចូលខ្ញុំឃើញនៅក្នុង group Telegram ក៏និយាយច្រើនពីរឿងដែរសួរច្រើនក៏ប៉ុន្តែឃើញថាគាត់យល់បានច្រើនហើយអញ្ចឹងបងប្អូនអ្នកដែលមិនទាន់យល់បងប្អូនគួរតែសិក្សាបន្ថែមកំហុសទី5កំហុសទី5គឺបងប្អូនអ្នកដែលដាក់ឆ្នោតមិនបានយល់ដឹងមិនបានអានអំពីសេចក្តីណែនាំនៃឆ្នោតបើបងប្អូនបានអានប្រកាសជាមិនធ្វើទេតែបងប្អូនខ្លះក៏គាត់មិនបានអានក៏សួរតគ្នាគេមិនបានប្រាប់ពីចំណុចនឹងទៅគាត់ធ្វើអ្នកខ្លះគាត់ធ្វើដើម្បីកេងចំណេញពីចំណុចហ្នឹងចំណុចស្អីបងប្អូនគឺចំណុចបងប្អូនខ្លះដាក់ឆ្នោតក្នុងមួយឆ្នាំលើសពីម្ដងលក្ខខណ្ឌឆ្នោតបងប្អូនមានសិទ្ធិដាក់បានតែម្ដងគត់ក្នុងមួយឆ្នាំនឹងឧទាហរណ៍ឆ្នាំហ្នឹងបងប្អូនដាក់ឲ្យម្ដងបានទទួល confirmation number ចប់បងប្អូនដាក់ម្ដងទៀតទទួលបាន confirmation number មួយទៀតធ្លាក់វិញធ្លាក់អូតូមកគេហៅឈ្មោះសួនមានបងប្អូនខ្លះមិនមែនត្រឹមតែដាក់2ដងទេដាក់ដល់3 14ដងហេតុអីបងប្អូនខ្លះគាត់ដាក់3 4ដងឬ2ដងពេលខ្លះគាត់យល់ថាការដាក់រឹតតែច្រើនបង្កើនឱកាសឲ្យគាត់តែគាត់អាចបានអាននៃសេចក្តីណែនាំគឺខុសហើយបងប្អូនគ្មានសិទ្ធិដាក់លើសពីម្ដងទេណាក្នុងមួយឆ្នាំតែបើសិនជាឆ្នាំនឹងដាក់ម្ដងហើយឆ្នាំផុតឆ្នាំនឹងឆ្នាំក្រោយគេបើកឆ្នោតទៀតអានឹងក៏ដាក់ទៀតបានអត់អីទេក៏ប៉ុន្តែមានបងប្អូនខ្លះគាត់ឆ្ងល់តែថាគាត់បារម្ភទៀតថាចុះបើសិនជាគាត់ដាក់ជាមួយប្តីប្រពន្ធគាត់តើអានឹងគេរាប់ស្ទួនអត់ណូបងប្អូនយើងនិយាយតែ
បុគ្គលឈរឈ្មោះគោលបើសិនជាបងប្អូនឈរឈ្មោះគោលបងប្អូនដាក់បានតែម្ដងតែបើសិនជាប្រពន្ធរបស់បងប្អូនឬក៏ប្តីរបស់បងប្អូនចូលឈ្មោះគោលបងប្អូនអ្នកចូលរួមវិញអានឹងគេអត់រាប់ទេបងប្អូនមិនមែនជាគោលទេបងប្អូនអ្នកចូលរួមទេណាអញ្ចឹងប្តីប្រពន្ធដាក់ជុំគ្នាបើសិនជាគាត់មានសញ្ញាបត្រ2ក៏ដាក់អាចឆ្លាស់គ្នាអានឹងគេអត់រាប់ជា2ទេគេរាប់តែមួយពួកគេរាប់តែគោលទេណាបងប្អូនហ្នឹងហើយអញ្ចឹងការដាក់ឆ្នោតស្ទួនលើសពីម្ដងក្នុងមួយឆ្នាំគឺជាបញ្ហាដែរកំហុសទី6ដែលបងប្អូនអាចបង្កដែរតែប្រហែលជាមិនច្រើនទេតាមខ្ញុំមើលគឺការដែលបងប្អូនមិនបានយកឯកសារគ្រប់គ្រាន់ដែលចាំបាច់ទៅសម្ភារណានេះករណីនេះកើតឡើងចំពោះតែបងប្អូនអ្នកដែលជាប់ហើយក៏ទៅសម្ភារបងប្អូនត្រូវដឹងថាមុននឹងបងប្អូនទៅសម្ភារតើបងប្អូនត្រូវយកឯកសារអីខ្លះបើសិនបងប្អូនបានអានសេចក្តីណែនាំក្នុង website សាន់ទូតឬក៏ website ឆ្នោតបងប្អូននឹងដឹងខ្ញុំឧទាហរណ៍ខ្លីៗដូចជាដល់ពេលដែលបងប្អូនទៅសម្ភារបងប្អូនត្រូវមាន DS 260 page បងប្អូនត្រូវមានលិខិតណាត់សម្ភារបងប្អូនត្រូវមានរូបថតម្នាក់2សន្លឹកបងប្អូនត្រូវមានpassport បងប្អូនត្រូវមានសំបុត្រកំណើតបងប្អូនអ្នកដែលចូលឈ្មោះជាប់បងប្អូនត្រូវមានសញ្ញាបត្រថ្នាក់ត្រ2ឬក៏អ្វីបង្ហាញពីលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់បងប្អូនក្នុងការដាក់ឆ្នោតបងប្អូនត្រូវមានសម្បត្តិអាពាហ៍ពិពាហ៍បើសិនជាបងប្អូនរៀបអាពាហ៍ពិពាហ៍បើសិនជាបងប្អូនលេងលះបងប្អូនត្រូវមានសម្បត្តិលេងលះបើសិនជាបងប្អូននៅបែកគ្នាដោយស្របច្បាប់បងប្អូនត្រូវតែមានលិខិតបញ្ជាក់អំពីការនៅបែកគ្នាដោយស្របច្បាប់ខ្ញុំឧទាហរណ៍ប៉ុណ្ណឹងមួយទៀតបងប្អូនត្រូវមានលិខិតថ្កោលទោសបើសិនជាបងប្អូនមានអាយុចាប់ពី16ឆ្នាំឡើងទៅបងប្អូនត្រូវមានលិខិតថ្កោលទោសចេញពីក្រៅប្រទេសបើសិនជាបងប្អូនធ្លាប់នៅបរទេសហើយបងប្អូនត្រូវដឹងថាតើការរស់នៅបរទេសបងប្អូនត្រូវយកពីប្រទេសណាខ្លះបើសិនជាបងប្អូននៅក្នុងរយៈពេលប៉ុណ្ណាពីព្រោះមានលក្ខខណ្ឌក្នុងនោះគេមានលក្ខខណ្ឌជាក់ចែងទៀតសម្រាប់ការធ្វើលិខិតថ្កោលទោសឬលិខិតផ្សេងពាក់ព័ន្ធទៅនឹងរឿង background របស់យើងដូចជាខ្ញុំឧទាហរណ៍លិខិតថ្កោលទោសមួយចុះបើសិនជាបងប្អូនទៅនៅបរទេសហើយឥឡូវនេះបងប្អូនឈប់នៅប្រទេសនឹងហើយបងប្អូនត្រូវធ្វើលិខិតថ្កោលទោសបើសិនជាបងប្អូនទៅនៅប្រទេសនោះចាប់ពី1ឆ្នាំឡើងទៅក៏ប៉ុន្តែបើសិនជាបងប្អូនកំពុងតែនៅបរទេសនៅឡើយនេះអានឹងមិនដល់1ឆ្នាំបងប្អូននៅបានចាប់ពី6ខែទៅគឺបងប្អូនត្រូវតែធ្វើលិខិតថ្កោលទោសត្រង់នេះខ្ញុំអត់ច្បាស់ខ្ញុំនៅច្រឡំតិចតើតើនឹងចាប់ពីឬក៏លើសអាចថាចាប់ពី6ខែឬក៏អាចលើស6ខែពាក្យនេះណាឬក៏ចាប់ពី12ខែឬក៏លើសពី12ខែវាអាចច្រឡំតិចអូខេតែមិនអីទេបើសិនជាបងប្អូនសួរខ្ញុំនឹងទៅប៉ុន្តែនៅពេលដែលនេះខ្ញុំនិយាយលក្ខណៈឧទាហរណ៍ឬក៏ដូចជាប្រហែលបងប្អូនអូខេអញ្ចឹងនេះជាឧទាហរណ៍ដែលអាចធ្វើឲ្យបងប្អូនចាប់អារម្មណ៍ដែរសម្រាប់ពេលបងប្អូនទៅសម្ភារអាចមានឯកសារផ្សេងមួយចំនួនទៀតដែលបងប្អូនត្រូវតែយកទៅធ្វើមិនឲ្យតែលើសកុំឲ្យយកតែមកគ្រប់ខ្ញុំឧទាហរណ៍បងប្អូនខ្លះនៅគាត់មានឯកសារបញ្ជាក់អីផ្សេងៗក៏គាត់យកទៅណាហើយឯកសារទាំងអស់នោះបងប្អូនត្រូវតែបកប្រែសម្រាប់ឯកសារណាដែលមិនមានជាភាសាអង់គ្លេសណាដូចជាសពុតអាពាហ៍ពិពាហ៍សពុតកំណើតអីអត់មានអង់គ្លេសទេទោះបីជាមានអង់គ្លេសមានតែឈ្មោះអីទេតែពាក្យអាស័យដ្ឋាននេះអត់មានទេបងប្អូនត្រូវបកប្រែសញ្ញាបត្របាក់ឌុបគឺត្រូវបកប្រែណាបងប្អូនហើយដូចជាភៅភាសាបើទោះបីជានៅក្នុងនោះគេមិនទៀមទាក៏បងប្អូនគួរតែមានមួយក្នុងចំណោមពីរហ្នឹងយកទៅបង្ហាញគេដែរណាហ្នឹងហើយអញ្ចឹងបងប្អូនត្រូវប្រយ័ត្នបើសិនជាបងប្អូនមានលើសនេះគឺយកទៅខ្ញុំលើកទឹកយកទៅអូខេនេះចំណុចដែលបងប្អូនអាចធ្វើខុសនៅក្នុងចំណុចទី6គឺយកឯកសារដែលគួរតែយកទៅឬក៏គេតម្រូវទៅតែយើងបែរជាមិនយកទៅក៏អាចនឹងធ្លាក់ដែរបើសិនជាក្នុងករណីដែលបងប្អូនមាន background ល្អគេអាចលុះលាឲ្យបងប្អូនគេបដិសេធពេលហ្នឹងតែឲ្យពេលបងប្អូនមកយកវិញឲ្យគេបើសិនជាយើងយកទៅឲ្យគេទាន់គេឲ្យយើងជាប់ដដែលតែបើសិនជាយើងលក្ខណៈយើង background ឬជីវប្រវត្តិយើងរៀងខ្សោយផងគេយកអានឹងជាមូលហេតុទម្លាក់យើងតែម្ដងក៏យើងអត់មានសិទ្ធិទៅតវ៉ាវិញគេដែរចំណុចទី7គឺសំដៅទៅលើបងប្អូនដែលមានប្រវត្តិជាពិសេសនៅខ្ញុំនិយាយរឿងលិខិតថ្កោលទោសមិញខាងដើមដែលយើងនិយាយពីឯកសារដែលយើងយកទៅខ្វះគឺនិយាយពីប្រវត្តិរបស់យើងពាក់ព័ន្ធនឹងបទឧក្រិដ្ឋឬក៏បទល្មើសណាមួយដែលជាបញ្ហាសម្រាប់អាមេរិកមិនឲ្យចូលអញ្ចឹងឧទាហរណ៍ខ្ញុំនិយាយបទល្មើសឬបទឧក្រិដ្ឋបងប្អូនគួរតែយល់ដែរបើសិនជាបងប្អូនធ្លាប់មានប្រវត្តិជាប់ពន្ធនាគារដែលបងប្អូនបង្កបងប្អូនជាជនល្មើសអានឹងខ្ញុំគិតថាបងប្អូនមិនគួរដាក់ឆ្នោតដែរក៏ប៉ុន្តែបើសិនជាបងប្អូនធ្លាប់មានប្រវត្តិអញ្ចឹងមែនក៏ប៉ុន្តែបងប្អូនជាជនរងគ្រោះហើយបងប្អូនមានលិខិតបញ្ជាក់ថាបងប្អូនជាជនរងគ្រោះអានឹងអាចមិនអីណាពីព្រោះដូចជាអ្នកខ្លះគាត់ធ្លាប់មានប្រវត្តិជាប់គុកជាប់អីក៏ប៉ុន្តែគាត់ជាប់គុកលក្ខណៈគាត់មិនមែនជាជនបង្កតែគាត់ជាជនរងគ្រោះហើយ
lạt tập hoa trong cái cứ cái bạch chệ thà quạt chỉ chuyên rồng cua phân cho làm nhũ thói nè nè nhũ thói hai có miền bọc hôm mùi chấm nuốn quạt chỉ chuyên chọp tô bài này dụ bái hỡi mua là hai để dương vô tạo kế cứ kia tụi thảo ô anh nâng dương nằm bên dương lọ tới anh nó còn đầy đại đó nhưng mà chuyện bóng phố nó hơi có chịu tụi họ đây và bữa sinh chỉ bóng phố thưa rương đà mình lõ anh nâng bóng phố bạch đã tề tay bữa sinh chỉ bóng phố rương lõ tới tay bánh hà nâng việt vừa bạc bỏ dương nét là từ phía dương kia đừng mờ đó anh nâng rương mùi tiết đại bóng phố tay thì xuôi nhom tẹt tuông từ nâng rương đại bóng phố class nâu cài bật tề hỡi nâu overstay mà đây thà nâu hua possibility visa để cái ảnh nhà còn bóng bóng khác nơi lơ mà khai bóng bóng khác nơi lơ 7 năm bóng bóng khác nơi lơ 2 năm bóng bóng khác nơi lơ 7 năm đi rọp chạp vì visa đã gọt phọt chẳng bóng bóng trừ con anh thà cá đại nơi lơ chùm luôn visa cứ chỉ bọt là mơ bật tê khác chỉ bọt là mơ ai thà mồm mồm bật tê khác vì cái cặt chặt tục chỉ bọt là mơ thun ngộ mà đấy chặt bàn tế bác sinh dương mà nơi mà đấy lơ support lập hiệp visa anh ấy bảo là mơ đó nhưng mà đang thun ngộ bàn nào té cầm tay vì chặt chỗ chỉ riêng sầm khăn đài chẳng bà xin đi bóng phone nơi và tép này miền bành hạ bài nâng bóng phone bà bóng phone đại channel đôi nhầm gì chẳng bóng phone cua tại miền hai pol nào mũi đã ai chưa được chắc luôn anh thà nó về bóng phone slide tôi cái vô prom cái đạp dương thà kế nâng anh nhạt ở dương đào hai pol bỏ dương nữa bà xin chỉ bóng phone ro hai pol mình khơi thế bóng phone cần bị tràn nào luôn anh thà cụ đã được mà đã chúng nó tìm mấy cứ nhiều vì bóng phone ở miền này cái hai thà lôi cả rồi còn miền bảo vật background ở miền bảo vật càng nghi ở miền ấy là ó để bệnh trợ thả bóng ôn màu brick mình bừng bài lừa ra thả bị bà đại nhầm thoát phơi video mũi giờ bị public charge rồi có bật tục sinh cùng channel đi vĩ mình tầm rồi bóng ôn miền nè thần đi bà xin gì tầm rồi có mình lẹ khả năng thì ní đôi dương thì ní tròn trường đôi bóng ôn thì ní bóng ôn ở bụng đai thì cô rồi có ở bụng đai dưới tất cả thì ní bóng ôn mình thì ní lệ cái này chẳng thế còn bàn tay vì miền form mũi đái và xin admin chìm rồiคือยังเปล่าchìm rồiนึงđây cái how to form ទម្រង់ai 134ខ្ញុំបញ្ជាក់ថយក្រោយវិញអាមេរិកមិនត្រូវការធានាសម្រាប់ការលេងឆ្នោតនឹងទេក៏ប៉ុន្តែអាមេរិកក៏មិនអនុញ្ញាតឲ្យបេក្ខជនអ្នកដែលអត់មានលទ្ធភាពចិញ្ចឹមខ្លួនឯងមកនៅអាមេរិកអត់មានលទ្ធភាពចិញ្ចឹមខ្លួនឯងនៅដែរគេមិនយកយើងមកចិញ្ចឹមទេណាគេមិនយកយើងមកខ្លាចជាបន្ទុកគេទេអញ្ចឹងមុននឹងគេយកមកចូលប្រទេសយើងមុននឹងគេយកយើងចូលប្រទេសគេត្រូវតែពិនិត្យអំពីស្ថានភាពយើងពិនិត្យលើអីខ្លះពិនិត្យលើចំណេះជំនាញរបស់យើងពិនិត្យលើបទពិសោធន៍ការងាររបស់យើងឬក៏គ្រួសារយើងពិនិត្យលើលុយកាក់ដែលយើងមានបើសិនជាយើងអាចបង្ហាញគេណាបើសិនជាយើងគេមើលទៅមករាវទៅឃើញតែយើងខ្សោយគ្រប់ដានអញ្ចឹងគេក៏អាចពិចារណាដែរចុះបងប្អូនជួបបញ្ហាហ្នឹងបងប្អូនត្រូវធ្វើម៉េចបងប្អូនត្រូវរកអីមកដោះស្រាយខ្ញុំឧទាហរណ៍ថាបើសិនជាបងប្អូនខ្លះគាត់មកគ្រួសារគាត់មាន6នាក់ខ្ញុំឧទាហរណ៍មាន6នាក់មានតែអ្នកជាប់ឆ្នោតគោលមួយគត់ដែលមានសញ្ញាបត្របាក់ឌុបហើយទៅជាប់ទៀតគ្រួសារគាត់រៀនបាក់ឌុបយូរហើយតែគាត់ទៅប្រឡងជាប់ដោយគាត់ដាក់ស្វ័យរិនអីចឹងឧទាហរណ៍ណាហើយគាត់ជាប់មែនគ្រួសារគាត់ក្រីក្រប្រពន្ធអត់មានការងារធ្វើនៅចិញ្ចឹមកូនទៅនៅផ្ទះហើយកូនច្រើនទៀតហើយប្តីទៅជាប់បាក់ឌុបហើយមុននឹងជាប់បាក់ឌុបហ្នឹងគាត់រកស៊ីស្មាតោសខ្ញុំនិយាយដើម្បីឲ្យបងប្អូនយល់ទេណាគាត់ឧទាហរណ៍ថាគាត់ត្រឹមតែអ្នកបាក់កង់ម៉ូតូនៅក្រោមដើមខ្វិតអីចឹងទៅអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនជាអ្នកសម្ភាសវិញតែបងប្អូនគិតមិនបើធៀបជាមួយនឹងគ្រួសារមួយទៀតមានគ្នាតែ2អ្នកប្តីប្រពន្ធទេតែមួយធ្វើការនៅធនាគារជា manager ហើយប្រពន្ធធ្វើការនៅក្រុមហ៊ុនមួយល្បីដូចក្រុមហ៊ុនទេសចរអីជាលក្ខណៈ manager ឲ្យដែរអញ្ចឹងពីរគ្រួសារហ្នឹងបើសិនជាបងប្អូនអ្នកសម្ភាសតែបងប្អូនគួរតែរឹតបន្តឹងឬក៏មើលឲ្យស៊ីជម្រៅនៅគ្រួសារមួយណាតាមពិតមើលស៊ីជម្រៅដូចគ្នាយើងនិយាយរឿងផ្សេងឆែកគឺល្អដូចគ្នាតែមកចំចំណុច background នេះគឺតាក់ទងទៅនឹងសមត្ថភាពក្នុងការមកអាមេរិកចិញ្ចឹមខ្លួនឯងនេះយើងមើលពីគ្រួសារហ្នឹងខុសគ្នាដល់ហើយគ្រួសារ2នាក់គាត់មានប្រវត្តិការងារគាត់មានការសិក្សាអប់រំខ្ពស់អញ្ចឹងអាមេរិកប្រហែលជាចាប់គាត់មុនបើសិនជាជម្រើស2ហ្នឹងប៉ុន្តែសម្រាប់បងមួយគ្រួសារដែលមានសមាជិក6នាក់មានប្រពន្ធនៅចិញ្ចឹមកូននៅផ្ទះអត់ធ្វើអីហើយមានប្តីទៅជាប់បាក់ឌុបថ្មីតាមរយៈស្វ័យរិនឬវិញវិជាហើយរាល់ដងគាត់ចិញ្ចឹមគ្រួសារដោយការគាត់ប៉ះកង់ឡានគាត់ប៉ះកង់ម៉ូតូអីនៅក្រោមណាខ្វិតអីចឹងណាអាហ្នឹង
nhung thì giấy ní đầm bay ở bóng bồn vô thà mà tôi bây giờ chọc cho nó không cả này ní có dương ai lẹ đài và xin chỉ không cả này đại dương miền chúng rất sao là biểm nâng hay dương ở miền ấy màu bằng hàng kế cứ kế miền sức ca mình ao dương trôi từ đàm lịch tệ chẳng dương ai và xin này dương miền lối dương 12 thế thật nhưng miền lối tại và xin chỉ dương ở miền lối tại dương miền bao phố nào mà đấy dương ai sao xong bóng phố nào mà đấy bằng ao bằng pin tùm rong muối tùm bằng pin tùm rong nó dương thì bằng pin này còn xong ai cái sao bóng phố dương máu hay dương pin hay dương bị chu lại bóng phố dương bằng pin vậy cái hai tùm rong ai mà rồi sàm cái pi bóng phố miền chỉ việc sói còn miền bóng phố dương đại còn miền chìm ngừ miền chìm ngừ bóng phố đằng hải bạch miền chìm ngừ mùi chìm nuốn đại mà mình ao chỗ đôi chi chìm ngừ bên chìm ngừ khung chìm ngừ xoay chìm ngừ của mày và xin cho bóng phố miền chìm ngừ còn nó cứ ô tô tích kiệt ao dương chỗ thế tại bởi chúng người thường ở nước bóng phôn từ thứ tây sổ phía phát bóng phôn miền dựa bên cái chịu bà chí cái ao gì trôi thòng đã tại miền bóng phôn mình chùm nuốt này còn ở miền chùm người tới tay còn miền chùm người làm ráy ta miền vài nhà bỏ tu bay chi được không à vậy để cái gì lại khăn dương ở miền cái tay bóng phôn vơi từ public choice vinh đã và xin không cả này ở bóng phôn miền chùm người ở nước hơi chùm người ở nước vừa ở passport đó sầm mặt tập hiệp không cả rô rồi châm chỉ vật nơi lừa từ đây ở đấy chẳng kê nâng kết tờ public choice nâng đó đài bà xin chỉ bóng ôn miền chùm ngư ram rai nâng đài bà hai chêm mình ai mau tự đềm không gạt vừa ca bàn nghi tế ta cái ai bóng ôn máu đâm bầy ấy đâm bầy vừa ai dương lại chỉ cho là co mùi chùm rung xịt cây giảm bích rứ đâm bầy ẩm bích vô lùi mòn chùm dương nè chẳng bà xin chỉ bóng ôn này miền chùm ngư tại bà chùm ngư thò mặt đa là bà phê miền chùm ngư khác đôi chỉ chùm ngư tu tư đi miền chủng ngữ làm khác nên na xưng có xưng từ miền này nhưng mà đây thật chủng ngữ làm một phết ấy b c d ấy nhưng đáng ngày phần này đang từ miền chủng ngữ làm không chủng nào làm có miền làm một phết nữa nên na xưng từ miền đôi khi này cả việc xả lá nữa nữa mình ấy thì miền bao bồn khác ta cho bác cả ấy vì muốn ca mero ấy cứ cái chặt châu đã ta lỡ cái đỏ mình giả lỡ cái đỏประมาณ năm ấy nhưng lịch năm ấy của nhung top an đấy cứ ở đây thì tập ở vĩnhสำหรับบางคนมีจุดงื้อบางคนตัวเล็กครูนไอแต่หรือก็มันเป็นบางคนตัวเธอแต่สกพิบเป็นเกี่ยงหนึ่งปราบไปถ้าบางคนสัตว์ในขนมตำหนักการน่ะกูแต่เพียบ้าหรือก็กูแต่ต่อนะบางสิ่งจะต่อบางคนก็แต่เตอรุยอ่อนบางสิ่งจะบางคนมีจังหายบางคนมีหลักเพียบเต้ไม่เตอร์เพียนหอมต่อเลยนี่ยังอุทธรณ์นะยังกลางยืนไปเจ็บចំណុចទី4គឺដោយសារចំណុចនេះខ្ញុំឃើញឆ្នាំតំមិញគឺបងប្អូនយើងជួបប្រទេសច្រើនហើយនៅក្នុង group Telegram របស់ខ្ញុំឃើញទៅជែកគ្នាច្រើនពាក់ព័ន្ធទៅនឹងស្ថានភាពគ្រួសារបងប្អូនស្ថានភាពគ្រួសារគឺបងប្អូនដាក់ស្ថានភាពគ្រួសារខុសខ្ញុំនិយាយចំណុចទី9នេះវាអាចចូលមួយផ្នែកទៅនៅក្នុងចំណុចដែលបងប្អូនទៅសេឬបំពេញពាក្យខុសតែខ្ញុំសូមញែកវាដើម្បីបងប្អូនយល់ឲ្យច្បាស់បន្តិចគឺការដែលបងប្អូនបំពេញព័ត៌មានខុសហើយបងប្អូនជ្រើសរើសស្ថានភាពគ្រួសារខុសព្រោះវាជាចំណុចមួយដែលក្តៅបងប្អូនជ្រើសរើសស្ថានភាពគ្រួសារខុសធ្វើឲ្យបងប្អូនសម្រេចចិត្តខុសខ្ញុំឧទាហរណ៍បងប្អូនជ្រើសរើសថាខ្លួនឯងនៅលីវគឺបងប្អូនអត់មានត្រូវការឯកសារអីណាដូចជាសម្បត្តិអាពាហ៍សម្បត្តិលេខទេហើយសម្បត្តិបញ្ជាក់ភាពនៅលីវក៏មិនត្រូវការដែរតែបើសិនជាបងប្អូនធ្វើក៏មិនខុសដែរតែបើសិនជាបងប្អូនថាត្រូវតែធ្វើអូខេតាមចិត្តបងប្អូនពីព្រោះនៅក្នុងសេចក្តីណែនាំគេអត់មាននិយាយអំពីថាអ្នកនៅលីវត្រូវតែមានសេចក្តីលិខិតបញ្ជាក់ភាពនៅលីវទេក៏ប៉ុន្តែខ្ញុំក៏ធ្លាប់ធ្វើតេស្តសួរបងប្អូនមួយចំនួនដែលនៅលីវគាត់ធ្វើតេស្តចូលធ្វើសម្ភាសបានជាប់មកប្រហែលជាទង3នាក់ឆ្នាំមុននេះឯងគឺអត់មានត្រូវការលិខិតបញ្ជាក់ភាពនៅលីវទេតែក្នុងចំណោម3នាក់ហ្នឹងដូចជាមានម្នាក់ដែលគាត់ធ្វើលិខិតបញ្ជាក់ភាពនៅលីវតែគេអត់សួររកទេណាហ្នឹងហើយតែខ្ញុំបញ្ជាក់ណាបងប្អូនចង់ធ្វើដើម្បីឲ្យបងប្អូនកក់ក្ដៅក៏ធ្វើទៅអានេះជាឧទាហរណ៍តាក់ទងទៅនឹងសម្បត្តិអាពាហ៍ឲ្យខ្ញុំឧទាហរណ៍ណាតែអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់គឺបងប្អូនអ្នកដែលមានគ្រួសារដាក់ខ្លួនឯងថាមានគ្រួសារតែអត់មានសម្បត្តិអាពាហ៍បងប្អូនដាក់ថាខ្លួនឯងមានគ្រួសារបងប្អូនមានត្រឹមតែសេចក្តីប្រកាសអាពាហ៍បងប្អូនដែលខ្លួនឯងលេងលះតែដាក់ថាខ្លួនឯងពោះម៉ាយបងប្អូនដែលខ្លួនឯងពោះម៉ាយដាក់ថាខ្លួនឯងលេងលះការជ្រើសរើសស្ថានភាពគ្រួសារខុសគឺបញ្ហាធ្ងន់
ចឹងបងប្អូនត្រូវតែយល់ដឹងអំពីការជ្រើសរើសស្ថានភាពគ្រួសារឲ្យបានច្បាស់ខ្ញុំសូមនិយាយត្រួសម្ដងទៀតស្ថានភាពគ្រួសារគឺយើងសំដៅទៅលើយើងខ្លួនឯងរាល់ថ្ងៃមានប្រពន្ធឬអត់នៅលីវឬក៏បែកបាក់ឬក៏ពោះម៉ាយឬមេម៉ាយឬក៏អីចឹងជាដើមបងប្អូននៅលីវបងប្អូនមិនត្រូវការឯកសារឲ្យបញ្ជាក់ទេណាតែបើបងប្អូនចង់បញ្ជាក់លិខិតភាពនៅលីវក៏អូខេលើកទឹកចិត្តបងប្អូនដែលរៀបអាពាហ៍ពិពាហ៍បងប្អូនត្រូវតែមានលិខិតអាពាហ៍ពិពាហ៍ឬក៏សម្បត្តិអាពាហ៍ពិពាហ៍ដែលចេញអំពីមន្ត្រីអត្រានគរឋាននៅភូមិឃុំសង្កាត់យើងចេញឲ្យបងប្អូនដែលដាក់ថាពោះម៉ាយឬមេម៉ាយបងប្អូនត្រូវតែមានលិខិតមរណភាពឬសម្បត្តិមរណភាពដែលចេញដោយមន្ត្រីអត្រានគរឋាននៅភូមិឃុំសង្កាត់យើងឃុំសង្កាត់យើងណាបងប្អូនដែលជ្រើសរើសថាលេងលះបងប្អូនត្រូវតែមានលិខិតលេងលះដែលចេញដោយតុលាការមិនមែនលិខិតចេញដោយអាជ្ញាធរអត្រាគោលឋានអីទៀតទេឬក៏ភូមិស្រុកខេត្តទេគឺត្រូវតែចេញពីតុលាការទើបបងប្អូនអាចដាក់ថាលេងលះបានបងប្អូនជ្រើសរើសថាបងប្អូនបែកគ្នាដោយស្របច្បាប់បានលុះត្រាតែបងប្អូនមានលិខិតចេញពីតុលាការបញ្ជាក់ថាគ្រួសារបងប្អូនប្រកាសជារស់នៅបែកគ្នាដោយស្របច្បាប់ណាចំណុចទាំងអស់នេះបងប្អូនត្រូវជ្រើសរើសឲ្យត្រូវស្ថានភាពជាក់ស្ដែងបើមិនជាបងប្អូនជ្រើសរើសខុសអត់មានផ្លូវដោះស្រាយទេព្រោះពីមុនមានអ្នកចប់របៀបផ្សេងឥឡូវនេះគឺអត់មានទេអញ្ចឹងខ្ញុំសុខចិត្តអត់និយាយរឿងឧទាហរណ៍ពីមុនទេខ្ញុំសូមនិយាយឥឡូវជ្រើសរើសស្ថានភាពគ្រួសារឲ្យត្រូវបងប្អូនដាក់ឆ្នោតថ្ងៃនឹងបងប្អូនអត់ទាន់មានសម្បត្តិអតាស៊ីវិលអត់មានសម្បត្តិអាពាហ៍ពិពាហ៍បងប្អូនកុំដាក់ខ្លួនឯងថារៀបការបងប្អូនដាក់រៀបការបានលុះត្រាតែបងប្អូនមានសម្បត្តិអាពាហ៍ពិពាហ៍នៅក្នុងដៃកំពុងតែដាក់ឆ្នោតណាបងប្អូនមានសម្បត្តិអាពាហ៍ពិពាហ៍ក្នុងដៃកំពុងដាក់ឆ្នោតបានបងប្អូនមានសិទ្ធិដាក់ថាបងប្អូនរៀបអាពាហ៍ពិពាហ៍ចុះបើសិនអត់មានបងប្អូនដាក់មិនបងប្អូនដាក់ថាបងប្អូន unmarried តែបងប្អូនដាក់ unmarried បងប្អូនមិនមានសិទ្ធិដាក់ប្រពន្ធឬប្តីចូលឡើយតែបងប្អូនត្រូវតែដាក់កូនដែលមានអាយុក្រោម21ឆ្នាំនិងមិនទាន់រៀបការដាក់ចូលដាច់ខាតខ្ញុំនិយាយទ្រុងក្នុងចំណុចនេះបើសិនខ្ញុំនិយាយវែងអញ្ចឹងចាំខ្ញុំនិយាយនៅក្នុងខ្ញុំធ្វើវីដេអូដល់ like និយាយពីស្ថានភាពគ្រួសារការជ្រើសរើសស្ថានភាពគ្រួសារគ្រាន់តែនិយាយពីអ្វីដែលបងប្អូនធ្លាប់ធ្វើខុសដែលជាបញ្ហាឲ្យបងប្អូនធ្លាក់ក្នុងការសម្ភាសឬក៏ធ្វើឲ្យដំណើរការឆ្នោតរបស់បងប្អូនបរាជ័យទាំងសោកស្ដាយចំណាយទាំងថវិកាទៀតអញ្ចឹងលើកទឹកចិត្តបងប្អូនសិក្សាឲ្យបានច្បាស់មុននឹងជ្រើសរើសបងប្អូនអាចចូលរួមក្នុងក្រុម Telegram របស់ខ្ញុំបានដើម្បីជជែកដេញដោលគ្នាឬក៏ជួយចែកម្លែកគ្នានេះគឺជាបញ្ហាក្តៅសម្រាប់ស្រុកខ្មែរយើងជាពិសេសឆ្នាំកំពុងតែប្រសេសនេះគឺ2025និង2026មានអ្នកធ្លាក់ហើយ2026នេះក៏មានអ្នកដែលកំពុងប្រឈមដែរអញ្ចឹងសង្ឃឹមថាអ្នកដែល2027ដែលដាក់ឆ្នោត2025នេះនឹងមិនមានបញ្ហានេះកើតឡើងឬក៏មានតិចណាបងប្អូនសម្រាប់ចំណុចទី10ដែលជាចំណុចចុងក្រោយសម្រាប់អ្វីដែលខ្ញុំចែកម្លែកទៅបងប្អូនគឺការដែលបងប្អូន submit ឯកសារអត់ទាន់ពេលវេលាអាចថាទាំងការដាក់ឆ្នោតគេបិទថ្ងៃឧទាហរណ៍បិទដើមខែ11បងប្អូនភ្លេចបងប្អូនអត់បាន submit ខាត់មួយឆ្នាំទៅទេតែមានបងប្អូនខ្លះគាត់ជាប់ឆ្នោតហើយគាត់ត្រូវបានជ្រើសរើសការប្រសេសឯកសារហើយគាត់អត់បានសិក្សាស៊ីជម្រៅអំពីការដែលខែណាត្រូវ submit DSP រហូតអីអាច miss បើទោះបីជានៅក្នុងលក្ខខណ្ឌគេអត់និយាយថាខ្ញុំនិយាយរឿង DSP រហូតណា DSP រហូតគឺអត់មានកំណត់ថាថ្ងៃនេះគឺផុត deadline ទេតែបងប្អូនត្រូវសិក្សាខ្លួនឯងថាតើបងប្អូនគួរតែបញ្ចូលឬ submit DSP រហូតដល់ពេលណាបងប្អូនអ្នកចប់ឆ្នោតណាបងប្អូនមានឯកសារបងប្អូនគួរតែ submit ឲ្យលឿនកុំទុកយូរក៏ប៉ុន្តែវាមាន period របស់វាបើសិនជាបងប្អូនសិក្សាពីឆ្នោតនេះឲ្យបានយល់បងប្អូននឹងដឹងថា fiscal year វាពីណាទៅណាហើយការចេញ visa bulletin ប្រហែលខែមុនហើយតើខែណាគឺជាខែចុងក្រោយនៃ fiscal year មួយបងប្អូននឹងអាចធ្វើបានឥឡូវខ្ញុំអត់និយាយវិញឆ្ងាយដល់បងប្អូនវែងនៅពេលដែលបងប្អូនជាប់ឆ្នោតបើបងប្អូនមានឯកសារគ្រប់គ្រាន់ submit DSP រហូតឲ្យលឿនដើម្បីកុំឲ្យវាខកបើសិនជាបងប្អូន submit DSP រហូតខ្ញុំលើកទឹកចិត្តកុំឲ្យផុតពីខែ3នៃឆ្នាំបន្ទាប់បងប្អូនដឹងលទ្ធផលនៅក្នុងខែ5ឆ្នាំបន្ទាប់ពីឆ្នាំបងប្អូនដឹងដាក់ឆ្នោតខ្ញុំឧទាហរណ៍ដាក់ឆ្នោតខែ10ឆ្នាំនេះលទ្ធផលដឹងនៅខែ5ឆ្នាំក្រោយអញ្ចឹង
ការបំពេញ DIP រហូតគឺគិតចាប់ពីខែ5ទៅតែបងប្អូនអាចពន្យាជួនកាលបងប្អូនមានឯកសារគ្រប់គ្រាន់ខ្ញុំលើកទឹកចិត្តបងប្អូនបើសិនជាពន្យាកុំឲ្យលើសពីខែ3តា Bridge Simon គាត់ឲ្យត្រឹមខែ4តែខ្ញុំដកបោះគាត់មួយខែវិញមកត្រឹមខែ3បានហើយបងប្អូន submit DIP រហូតយ៉ាងយូរបំផុតត្រឹមខែ3បន្ទាប់ពីបងប្អូនដឹងថាលទ្ធផលជាប់ឆ្នោតដឹងលទ្ធផលខែ5ខ្ញុំលើកទឹកចិត្ត submit យូរបំផុតខែ3បានន័យថាឆ្នាំក្រោយមួយទៀតណាបងប្អូនចាប់ឲ្យបានចាំបានសួរខ្ញុំផ្ទាល់ខ្ញុំនឹងឆ្លើយដាក់ឆ្នោតចប់ខែ5ឆ្នាំនេះលទ្ធផល no ដាក់ឆ្នោតខែ10ឆ្នាំនេះលទ្ធផលចេញខែ5ឆ្នាំក្រោយ DIP រហូតបើសិនជាបងប្អូនចង់ delay យ៉ាងយូរបំផុតខែ3ឆ្នាំក្រោយមួយទៀតសង្ឃឹមតែបងប្អូនយល់ណាហ្នឹងហើយអញ្ចឹងតាក់ទងទៅនឹង deadline បងប្អូនគួរតែសិក្សាឲ្យបានច្បាស់គឺអញ្ចឹងសរុបមកវិញបញ្ហាដែលបងប្អូនអាចបរាជ័យឬក៏ធ្វើឲ្យមានបញ្ហានៅក្នុងការដាក់ឆ្នោតបងប្អូនគឺពាក់ព័ន្ធនឹងចំណុចទាំង10នេះគឺបងប្អូនត្រូវតែសិក្សាបន្ថែមបើទោះបីជាខ្ញុំនិយាយប៉ុណ្ណេះខ្ញុំជឿថាបងប្អូនខ្លះចាប់បានបងប្អូនខ្លះចាប់មិនសូវបានអញ្ចឹងបងប្អូនសួរខ្ញុំបន្ថែមឬសិក្សាបន្ថែមណាមានដូចជារឿងបញ្ហារូបថតបញ្ហារឿងលក្ខខណ្ឌសញ្ញាបត្រឬលក្ខខណ្ឌការងារបញ្ហាឬការបំពេញឆ្នោតនឹងតើបំពេញប្រុងប្រយ័ត្នមិនកុំឲ្យខុសដូចជាជ្រើសរើសសារភាពគ្រួសារដូចជាទៅសេកុំឲ្យខុសឈ្មោះខុសភេទខុសថ្ងៃខែឆ្នាំកំណើតកុំឲ្យដាក់ច្រើនដងកុំឲ្យដាក់មួយឆ្នាំលើសពីម្ដងអីចឹងណានឹងហើយការជ្រើសរើសសារភាពគ្រួសារត្រូវតែប្រុងប្រយ័ត្នដាក់ឆ្នោតនឹងត្រូវឲ្យទាន់ពេលវេលាហើយបំពេញ DSP រហូតកុំយូរលើសពីខែ3នៃបន្ទាប់ពីដឹងឆ្នោតនៅខែ5នឹងបានន័យថាដឹងខែ5ឆ្នាំនឹងមិនឲ្យបំពេញ DSP រហូតយូរជាងខែ3ឆ្នាំបន្ទាប់ទេណាខ្ញុំនិយាយត្រួសហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូនេះហើយសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនបានភ្លឺខ្លះហើយបើមិនតាន់ភ្លឺបងប្អូនអាចមានចម្ងល់សួរខ្ញុំបន្ថែមហើយខ្ញុំលើកទឹកចិត្តបងប្អូនសួរខ្ញុំនៅក្នុង comment ក៏បានឬក៏មក Telegram ផ្ទាល់ក៏បានហើយពួកខ្ញុំមាន group Telegram មួយមិនមានតែខ្ញុំម្នាក់ទេក្នុងការជួយឆ្លើយមានបងប្អូនយើងរាល់ថ្ងៃគឺច្រើនណាស់ឥឡូវមានដល់ទៅ1500ជាងអ្នកហើយតាមថាអ្នកនៅក្នុងនោះមានអ្នកខ្លះ active ខ្លាំងអ្នកខ្លះក៏គាត់មិនសូវ active តែគាត់នៅចាំមើលជាទូទៅ online នៅក្នុង group ប្រហែលជាខ្ទង់ចន្លោះពី300ទៅ5ឬ600ជាមធ្យមទោះបីជាសមាជិកមាន1000ជាងក៏ដោយតែនៅក្នុងនេះមានអ្នក active ខ្លាំងក៏ច្រើនហើយភាគច្រើនភូមិនៃពួកគាត់គឺជួយអស់ពីចិត្តអញ្ចឹងខ្ញុំសង្ឃឹមថាបើសិនជាបងប្អូនចង់យល់ស្វែងយល់បន្ថែមបងប្អូនអាចចូលរួមបានហើយបើសិនជាបងប្អូនចូលទៅបងប្អូនថាមានអារម្មណ៍ថាធុញបងប្អូនចេញមកវិញទៅអត់មានបញ្ហាហើយខ្ញុំដាក់ group Telegram នេះនៅក្នុងខ្ទង់ comment សម្រាប់ Facebook ហើយ TikTok ខ្ញុំមិនដឹងថាដាក់តាមណាទេប្រហែលជាខ្ញុំព្យាយាមហើយនឹងសម្រាប់ YouTube ខ្ញុំនឹងដាក់នៅក្នុង description បងប្អូនអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងយល់បានខ្លះអូខេបាយបាយសំណាងល្អបងប្អូន